សួស្តីបងប្អូនបាក់សៃកលាទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញវីតាមីនមួយប្រភេទដែលយើងសម្រាប់ប្រើទៅលើមេបាហើយក៏យើងអាចប្រើទៅលើមាន់ដែលវាមិនសូវស៊ីចំណីមាន់ដែលវាជំរុះរោមបាទអត្ថប្រយោជន៍វាច្រើនមែនតើសម្រាប់វីតាមីនមួយប្រភេទនេះគឺ B12 Pro 7500ពេលដែលយើងប្រើប្រាស់គ្រប់ដូសរបស់វាឲ្យបានត្រឹមត្រូវវាជំនួយទៅដល់គ្រាប់ឈាមធ្វើឲ្យមាន់របស់យើងមានសុខភាពល្អនិងមុខវាឡើងក្រហមជំនួយទៅដល់ប្រព័ន្ធចំណង់អាហារធ្វើឲ្យវាស៊ីចំណីបានច្រើនសម្រាប់មាន់ជំរុះរោមវាជំនួយទៅដល់កោសិកាដែលធ្វើឲ្យវាដុះរោមបានលឿនជាងមុននិងភ្លឺជាងមុនទប់ស្កាត់ភាពស្លេកស្លាំងប្រព័ន្ធប្រសាទនិងកាត់បន្ថយការស្រេសហ្នឹងគឺសំដៅទៅលើមេបាដែលយើងដាក់ប្រកាត់ទៅវាចឹករោមគ្នាស៊ីក៏ដូចជាមេចឹកពងអីហ្នឹងជាដើមហើយសម្រាប់ការប្រើប្រាស់គឺងាយស្រួលទេគឺបងប្អូនចាក់2ថ្ងៃជាប់គ្នាក្នុងកន្លះខែគឺយើងចាក់ម្ដងប៉ុន្តែយើងចាក់2ថ្ងៃជាប់គ្នាហើយសម្រាប់មាន់2គីឡូឡើងទៅគឺយើងចាក់មួយសេសេនេះគឺរូបភាពមួយសេសេគឺស្មើនឹងមួយសារ៉ាប៉ុណ្នេះហើយសម្រាប់មាន់ជំរុះរោមក៏យើងប្រើដូចគ្នាដែរហើយមួយទៀតបើសិនជាបងប្អូនយកប្រើទៅលើកន្លះកយើងថែចេញប្រកួតគឺក្នុងមួយអាទិត្យគឺយើងចាក់ម្ដងហើយចាក់មួយសេសេដូចគ្នា